អត់ហេតុអីលោក Peterson មិនដែលត្រូវប៉ូលីសចាប់ខ្លួនក្នុង Hello Neighbor គាត់ចាប់បង្ខាំងក្មេងៗលួចធ្វើបន្ទប់សម្ងាត់ធ្វើរឹកពីដូចមនុស្សឈួតតែបែរជាគ្មានប៉ូលីសសោះគេថាគាត់លាក់ភ័ស្តុតាងឬដេញបង្អើលគេឯងអស់តែសាកមើលជុំវិញផ្ទះគាត់មើលវាហាក់ដូចជាស្ងាត់ជ្រងំផ្លូវគ្មានមនុស្សដើរគ្មានឡានធ្វើដំណើរសឹងតែគ្មានអ្នកជិតខាងស្ទើរតែដូចជាមុនពេលខ្ញុំបង្ហើប5ជួយចុច like និង subscribe ផងបើមិនអញ្ចឹងទេលោក Peterson អាចនឹងទៅរកអ្នកដល់ផ្ទះយប់នឹងពិភពលោកនេះមានតែនៅជុំវិញផ្ទះគាត់ប៉ុណ្ណោះចុះបើប៉ូលីសមិនមកព្រោះតែទីនេះមិនមែនជាពិភពលោកពិតហើយវាមានន័យថាមានរឿងដែលអាក្រក់ជាងនេះទៅទៀតប្រហែលជាហេតុផលដែលគាត់មិនដែលត្រូវគេចាប់គឺព្រោះគ្មានអ្នកណានៅខាងក្រៅដឹងថាមានផ្លូវនេះផងហើយឲ្យតែរើចូលមកហើយក៏មិនអាចចេញទៅវិញនិយាយក្រែនេះអាចនឹងមិនដែលត្រូវប៉ូលីសចាប់ទេព្រោះគ្មានអ្នកណាដឹងថាគាត់នៅឯណាផងនឹងសាកគិតមើលទៅប៉ូលីសក៏មិនដែលមកហើយអ្នកជិតខាងក៏គ្មានអ្នកណាឮសំឡេងស្រែកដែរហើយជនរងគ្រោះម្នាក់សុទ្ធតែនៅម្នាក់ឯងមុនពេលត្រូវចាប់ខ្លួនតែមានសម្បត្តិសម្ងាត់មួយបានលាតត្រដាប់ក្នុងនោះសរសេរថាឡានរបស់ជនរងគ្រោះបានខូចនៅក្បែរព្រៃហើយស្រាប់តែយាយក្រាននេះលេចមកចេញពីភាពងងឹតមានន័យថាផ្ទះរបស់គាត់មិនមែននៅក្នុងក្រុងធម្មតានោះទេមុននឹងខ្ញុំប្រាប់កុំភ្លេច like និង subscribe ផងបើមិនអញ្ចឹងទេយាយក្រាននេះអាចនឹងទៅរកដល់បន្ទប់យប់នេះមិនខានវាត្រូវបានលាក់ខ្លួនយ៉ាងជ្រៅនៅក្នុងព្រៃដែលស្ទើរតែគ្មានមនុស្សទៅដល់ឡើយហើយនេះជាចំណុចដ៏គួរឲ្យរន្ធត់ចុះបើយាយក្រាននេះចាំនៅតាមផ្លូវស្ងាត់រាល់យប់ដើម្បីរកជនរងគ្រោះអូសយកទៅផ្ទះរបស់គាត់នោះបានន័យថានៅក្នុងពិភពរបស់ក្រាននេះមិនមែនយើងជាអ្នកដើររកផ្ទះគាត់ទេគឺគាត់ជាអ្នករកយើងឃើញមុន Jake ដើម្បីចាប់គាត់ទេប៉ុន្តែគឺដើម្បីជួយសង្គ្រោះគាត់រកពេលដែល Jake រកពូសន្តិសុខតែនៅពីក្រោយគាត់ជាអ្នកប៉ុន្តែគាត់មិនដែលព្យាយាមធ្វើបាប Jake ឬបញ្ជូគាត់ទៅហិង្សានោះទេវាមានអារម្មណ៍ថាគាត់កំពុងប្រកាសថា Jake នៅតែបន្តដំណើរទៅមុខទោះបីជាមានរឿងអ្វីក៏ដោយមុនពេលគឺមានត្រូវដើម្បីសម្រេចឡើងនឹង follow បានមិនដូចទេពូសន្តិសុខមិនបានខ្ញុំមិនទុកទៅគាត់នៅយុគនេះចូលបើ Jake មិនត្រូវបានគេតាមរបានទេប៉ុន្តែត្រូវបានដោយសារជីវិតដែលសាកាដេញតាមនោះវិញហើយប្រសិនបើពូសន្តិសុខជាជួយសង្គ្រោះ Jake មិនតាមមានអ្វីកាត់ឡើងនៅពេលដែលគាត់ជប់ព្រឹកតានេះដឹងទេថាហេតុអីបានជាពួកបាសីក្នុង Angry Birds ហោះមិនរួចក្នុងហ្គេមពួកវាត្រូវគេបាញ់ចេញពីជំពាមរហូតជំនួសឲ្យការហោះទៅរកពួកជ្រូកមុនពេលខ្ញុំពន្យល់ពីហេតុផងកុំភ្លេចចុច like វីដេអូនេះនិង subscribe ផងបើអ្នកចូលចិត្ត Red ក្នុង Angry Birds មកមើលកន្លែងចម្លែកនេះវិញនៅក្នុងរឿងរូបថត X-ray របស់ Red បានបង្ហាញរឿងគួរឲ្យភ្ញាក់ផ្អើលមួយស្លាបរបស់វាតាមពិតមានឆ្អឹងដូចជាដៃហើយមានម្រាមដៃនៅខាងក្នុងទៀតផងនោះមកពីនៅលើកោះបាសីមិនដែលធ្លាប់មានសត្វសាហាវយាយីឡើយអញ្ចឹងហើយពួកបាសីក៏លែងសូវត្រូវការហោះហើរបន្តិចម្ដងយូរទៅស្លាបរបស់ពួកវាក៏វិវត្តទៅជាដូចដៃដើម្បីអាចកាន់ពងនិងសាកសមរបស់តែដល់ពេលពួកជ្រូកលួចយកពងរបស់ពួកវាទៅពួកបាសីលែងអាចហត់ដេញតាមពួកវាបានទៀតហើយពួកវាក៏សម្រេចចិត្តធ្វើជំពាមយក្សដើម្បីបាញ់ខ្លួនឯងទៅច្បាំងប្រហែលជាលក្ខអាចកំបាំងមួយដែលគ្មានអ្នកណាចាប់អារម្មណ៍ព្រោះតែងតែមានរឿងចម្លែកកើតឡើងស្ទើរតែគ្រប់ភាគតែម្ដងមុននឹងបន្តជួយ like និង subscribe ផងតិចលោក cameraman ទៅលេចមកក្នុងបន្ទប់គេងយប់នឹងរាល់ពេលដែលពួក cameraman ឈ្នះពួក Skibidi Toilet វគ្គក្រោយនឹងទៅលុបមកវិញកាន់តែខ្លាំងមានការ upgrade កាន់តែខ្លាំងយុទ្ធសាស្ត្រកាន់តែល្អដូចជាពួកគេរៀនសូត្រពីការបរាជ័យអញ្ចឹងហើយចំណុចនឹងហើយដែលគួរឲ្យខ្លាចព្រោះវាហាក់ដូចជាសង្គ្រាមនេះគ្មានថ្ងៃបញ្ចប់សោះតែនេះជាទ្រឹស្ដីមួយចុះតាមពិតសង្គ្រាមនេះកំពុងត្រូវបានគេគ្រប់គ្រងគ្រាន់តែដើម្បីធ្វើឲ្យភាគីទាំងពីរកាន់តែខ្លាំងហើយអ្នកបញ្ជាពីក្រោយនោះមិនទាន់តែបង្ហាញទើបតែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយការសហការជាមួយ Ultraman នេះនាំមកនៅ skin Monkey free តែម្ដងរួមជាមួយ skin Precious Legend សម្រាប់ដែលឆ្នៃតាម Ultraman Tiga វីដេអូបង្ហាញខ្លួនដំបូងគឺរំលឹកអនុស្សាវរីយ៍កាលពីក្មេងមក Tiga បានបាញ់បិសាច Golzan នៅចំកណ្ដាលទីក្រុងហើយរូបរាងរបស់វាគឺដូចទៅនឹងឈុតបុរាណឆ្នាំ1996បេះបិទតែម្ដងដោយសារវាជា skin Precious Legends វាក៏មានមកជាមួយមុខងារបន្ថែមដូចជា Memory Stone ផងដែរដឹងទេថា Steve អាចនឹងកំពុងភ្លេចខ្លួនឯងបន្តិចម្ដងហើយក្នុង Minecraft ដំបូងវាស្ដាប់ទៅដូចជាមិនអាចទៅរួចសោះ Steve រុករកពិភពលោកសាងសង់សំណង់ធំមហិមានិងកម្ចាត់បិសាចទៀតផងប៉ុន្តែសាកមើលឲ្យចិត្តគាត់ភ្ញាក់ឡើងក្នុងពិភពដ៏ចម្លែកមួយគ្មានការចងចាំគ្មានក្រុមគ្រួសារគ្មានអតីតហើយទោះបីរកឃើញប្រាសាទបុរាណគ្រប់ទីកន្លែងក៏ដោយគាត់មិនដែលសួរថាអ្នកណាសង់វាទេឥឡូវសាកគិតមើល Steve ដើរចូលទីក្រុងដែលគេបោះបង់រកឃើញប្រាសាទអាចកំបាំងហើយថែមទាំងធ្វើដំណើរឆ្លងភពទៀតផងមុនខ្ញុំទម្លាយភ្នែកដ៏រន្ធត់ចុច like វីដេអូនេះហើយចុច subscribe ផងឬក៏អ្នកអាចនឹងភ្លេចអ្វីមួយដែលសំខាន់យប់នេះត្រង់នេះហើយដែលរឿងវាកាន់តែគួរឲ្យព្រឺទោះបីជា Steve រកឃើញអ្វីក៏ដោយក៏គាត់មិនដែលចាំថាខ្លួនគាត់ជានរណាវាហាក់ដូចជាមានអ្វីមួយកំពុងរារាំងអ្នកចូលព្រឹកថាមានអ្វីកើតឡើងប្រសិនបើអ្នកលេង My Talking Tom នៅម៉ោង3យប់គ្នាយល់ថា Talking Tom គ្រាន់តែជាទូអន្តរជាតិនៅក្នុងហ្គេមប៉ុណ្ណោះប៉ុន្តែមានទ្រឹស្ដីមួយគួរឲ្យព្រួយបារម្ភដែលនិយាយថា Tom ពិតជាវិញ្ញាណរបស់កុមារម្នាក់ដែលជាប់នៅក្នុងហ្គេមនេះថ្ងៃនេះអ្នកនឹងដឹងថាហេតុអ្វីបានជាអ្នកមិនគួរលេង Talking Tom នៅម៉ោង3យប់ហើយជួបខ្ញុំចុះអ្នកនឹងភ្ញាក់ផ្អើលប៉ុន្តែជាដំបូងខ្ញុំចង់បង្រួប process ឲ្យចុច like និង subscribe បន្ទាប់ Tom ចាត់ពីប្រំនោះតែក៏គ្នាបានដឹងហើយថាកម្មវិធីនេះមានសមត្ថភាពអាចនិយាយតាមអ្វីគ្រប់យ៉ាងដែលអ្នកបាននិយាយប៉ុន្តែអ្នកខ្លះហាក់ថា Talking Tom មិនមែននិយាយតាមគ្រប់យ៉ាងនោះទេពេលខ្លះគាត់អាចនិយាយតែខ្លួនឯងដូចជាព្យាយាមសុំជំនួយដើម្បីចាត់ពីហ្គេមអ្នកលេងមួយចំនួនអាចថានៅក្នុងអំឡុងពេលម៉ំព្រលឹងស្រាន Tom មានអាកប្បកិរិយាចម្លែកខ្លាំងណាស់ហាក់ដូចជាគាត់មានជីវិតផ្ទាល់ខ្លួនពិតប្រាកដមែន